หรือថាគ្រាន់តែអ្នកមានក្បាលពោះនៅក្នុងវ័យ40ឆ្នាំជាងមិនមែនគ្រាន់តែបញ្ជាក់ថាខ្ញុំចាស់ហើយដូច្នេះរាងកាយរបស់ខ្ញុំវាកាន់តែវិវត្តទៅតាមអាយុកាលរបស់ខ្ញុំហើយប៉ុន្តែវាអាចជាការបញ្ជាក់មួយដែលថារាងកាយកំពុងតែទឿនសញ្ញាថាអ្នកអាចនឹងមានឱកាសទៅជាជំងឺ stroke បានដែលវាគឺជាសញ្ញាទឿនរបស់រាងកាយពីខាងក្នុងនៅពេលដែលយើងមានអាយុកាន់តែច្រើនឡើងឬហៅថា40ឆ្នាំឡើងខ្លាញ់ដែលសន្សំនៅក្នុងរាងកាយរបស់យើងក៏កាន់តែកើនឡើងឬយើងហៅថា visceral fat ក៏កាន់តែកើនឡើងធ្វើឲ្យក្បាលពោះរបស់យើងអាចនឹងដុះឡើងធំឡើងនោះមានន័យថាខ្លាញ់មួយចំនួនក៏វាកក់ជាប់នៅតាមចរន្តឬបំពង់នៃការធ្វើការរបស់ឈាមនៅពេលដែលខ្លាញ់ទាំងអស់នេះកាន់តែកើនឡើងច្រើនវានឹងធ្វើឲ្យប៉ះពាល់ដល់ការដំណើរការនៃឈាមរបស់អ្នកអត់ប្រក្រតីនោះទេកាលណាឈាមដើរអត់ល្អវាក៏បញ្ជូនឈាមដើម្បីទៅផ្គត់ផ្គង់ការធ្វើការរបស់ខួរក្បាលមិនបានល្អដូចគ្នាសារធាតុខ្លាញ់មួយចំនួនដែលកើនឡើងច្រើនឡើងនៅតាមចរន្តឈាមនៅតាមបរិវេណខួរក្បាលក៏នឹងជាកត្តាជំរុញធ្វើឲ្យអ្នកអាចនឹងប្រឈមជាមួយនឹងបញ្ហា stroke ដែលវាពិតជាហានិភ័យខ្លាំងមែនទែនចំពោះជីវិតរបស់អ្នកបើអ្នកអាចទៅព្យាបាលនៅមន្ទីរពេទ្យទាន់មានន័យថាគ្រប់យ៉ាងនឹងប្រសើរឡើងតែបើសិនជាអ្នកទៅអត់ទាន់វានឹងអាចធ្វើឲ្យអ្នកស្លាប់មួយជំហានខ្លួនឬក៏មិនអាចកម្រើកដៃជើងបានអ្នកដែលកំពុងតែចាប់ផ្ដើមមានក្បាលពោះធំឡើងនោះមានន័យថារាងកាយរបស់អ្នកកំពុងតែមានបញ្ហាធន់នឹងអាំងសាលីនហើយកម្រិតជាតិស្ករដែលលើសនៅក្នុងរាងកាយចាប់ផ្ដើមមានការសន្សំទុកជាច្រើននៅក្នុងរាងកាយសម្ពាធឈាមក៏នឹងចាប់ផ្ដើមឡើងខ្ពស់បន្តិចម្ដងទាំងអស់នេះគឺជាអង្គត់ភ្លើងដែលនឹងនាំអ្នកទៅកាន់ជំងឺផ្សេងដែលជាជំងឺមិនឆ្លងយ៉ាងច្រើនជាពិសេសនារីឬហៅថាស្ត្រីវីដេអូនេះគ្រាន់តែជាចំណែកមួយដើម្បីដាស់តឿននិងចង់ជម្រាបថាដោយក្តីបារម្ភកុំរងចាំរហូតតតែដល់ថ្ងៃមួយដែលអ្នកមិនអាចដើរបានមិនអាចមានចលនាបានទើបងាកមកផ្ដោតតម្លៃឲ្យខ្លួនឯងមើលថែខ្លួនឯងវិធីងាយដែលអ្នកអាចធ្វើបាននៅពេលហ្នឹងគឺព្យាយាមធ្វើយ៉ាងណារក្សាសមតុល្យអរម៉ូនអាំងសាលីនតាមរយៈការផ្លាស់ប្ដូរទម្លាប់ល្អៗនៅពេលព្រឹកនឹងធ្វើឲ្យរាងកាយរបស់អ្នកអាចចេះទាញយកសារធាតុខ្លាញ់មកប្រើប្រាស់បានកាន់តែច្រើនហើយអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះចាប់ផ្ដើមមានក្បាលពោះដុះឡើងហើយនៅបើសិនជាមានអាច comment ថាក្បាលពោះឲ្យខ្ញុំនឹងមាន technique ក្នុងការជួយកាត់បន្ថយក្បាលពោះទាំងអស់ហ្នឹងតាមរូបបែបធម្មតាហើយយើងមកសុខភាពល្អទាំងអស់គ្នាជាមួយនឹង Silficret